ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅប្រព័ន្ធលូរំដោះទឹកភ្លៀងប្រវែងជាង2គីឡូម៉ែត្រដែលស្ថិតនៅក្នុងឃុំវារិញស្រុកព្រៃនប់នៃខេត្តព្រះសីហនុពីអំណោយរបស់អង្គការ UN Habitat ប្រចាំនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិកអាដាមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអាដាមគីវសុវុទ្ធីអនុរដ្ឋលេខាធិការក្រសួងបរិស្ថានព្រមទាំងលោកស្រីអូឌីសៀអាជីឡូបារីសូប្រធានកម្មវិធីអង្គការ UN Habitat ប្រចាំនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិកអញ្ជើញចូលរួមសម្ពោធប្រព័ន្ធលូរំដោះទឹកភ្លៀងប្រវែងជាង2គីឡូម៉ែត្រស្ថិតនៅឃុំវារិញស្រុកព្រៃនប់ខេត្តព្រះសីហនុនៅបរិវេណសាលាវិទ្យាល័យហ៊ុនសែនវារិញដែលក្នុងនោះក៏មានការចូលរួមពីលោកអ៊ីធីរិនអភិបាលនៃគណៈអភិបាលស្រុកព្រៃនប់និងលោកស្រីអភិបាលរងស្រុករួមទាំងសមាជិកសមាជិកាក្រុមប្រឹក្សាស្រុកព្រៃនប់បងប្អូនប្រជាពលរដ្ឋផងដែរហើយពិធីនេះបានរៀបចំធ្វើឡើងនារសៀលថ្ងៃច័ន្ទទី27ខែតុលាឆ្នាំ2025ឆ្លៀតនៅក្នុងឱកាសនោះផងដែរបន្ទាប់ពីលោកអ៊ីធីរិនអភិបាលនៃគណៈអភិបាលស្រុកព្រៃនប់បានធ្វើរបាយការណ៍សង្ខេបអំពីប្រព័ន្ធលូរំដោះទឹកភ្លៀងប្រវែងជាង2គីឡូម៉ែត្រដែលជាអំណោយរបស់អង្គការ UN Habitat ប្រចាំនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិករួចមកជាមួយគ្នានោះផងដែរលោកស្រីអូឌីសៀអាជីឡូបារីសូប្រធានកម្មវិធីអង្គការ UN Habitat ប្រចាំនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិកបានមានប្រសាសន៍ថាយើងបានប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីតាមបែបធម្មជាតិមានដូចជារបាំងស្ទាក់ចាប់សម្រាមផ្លូវបេតុងអមប្រព័ន្ធលូនិងការស្ថាបនាប្រឡាយធម្មជាតិមួយចំនួននៅក្នុងស្រុកព្រៃនប់គឺជាជំហានដ៏សំខាន់នៃការកសាងភាពធន់របស់ទីប្រជុំជននិងការប្រែប្រួលអាកាសធាតុហើយលោកស្រីសង្ឃឹមថាហេដ្ឋារចនាសម្ព័ន្ធនេះជួយដល់ស្រុកព្រៃនប់ទី1ការការពារទីប្រជុំជនវារិញសម្រាប់អាជីវករក្នុងផ្សារក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ4ទទួលបានសុវត្ថិភាពទាំងអស់គ្នាដូច្នេះអាជីវករផ្សារលោកគ្រូអ្នកគ្រូសិស្សានុសិស្សចូលរួមទុកដាក់សម្រាមឲ្យបានត្រឹមត្រូវកុំឲ្យមានការហូរចូលកកស្ទះប្រព័ន្ធលូព្រោះប្រព័ន្ធលូនេះវាមិនត្រឹមតែជួយស្រាយផ្នែកបច្ចេកទេសនោះទេវាជាមូលដ្ឋាននៅក្នុងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុខណៈពេលដែលប្រទេសកម្ពុជាប្រឈមទៅនឹងការប្រែប្រួលអាកាសធាតុដូចជាការកើនឡើងកម្ពស់ទឹកសមុទ្រការកើនឡើងនៃកម្ដៅហើយការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធពិតជាមានសារៈសំខាន់ណាស់ព្រោះវាការពារអាយុជីវិតនិងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិដូចនេះហើយសូមអរគុណក្រសួងបរិស្ថានរដ្ឋបាលខេត្តអាជ្ញាធរស្រុកព្រៃនប់និងប្រជាពលរដ្ឋគាំទ្រគម្រោងនេះចាប់ពីដំណើរការរហូតគម្រោងត្រូវបានបញ្ចប់និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះនៅក្នុងឱកាសនោះផងដែរអាដាមគីវសុវុទ្ធីអនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានវិតម្លៃចំពោះកិច្ចសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិផ្នែកលំនៅឋានរយៈពេល4ឆ្នាំកន្លងមកនេះទទួលបានផ្លែផ្កាជាច្រើនជួយឲ្យប្រជាពលរដ្ឋខេត្តកែបនិងខេត្តព្រះសីហនុឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុវាជារឿងសកលរបស់យើងទាំងអស់គ្នាកម្ពុជាក៏រងផលប៉ះពាល់ជាពិសេសខេត្តតំបន់ឆ្នេរព្រោះការប្រែប្រួលអាកាសធាតុមិនមានការកំណត់នោះទេវាតែងតែកើតមានឡើងដោយធម្មជាតិជារៀងរាល់ឆ្នាំមានដូចជាខ្យល់ព្យុះទឹកជំនន់គ្រោះរាំងស្ងួតជាដើមក្នុងក្របខ័ណ្ឌក្រសួងបរិស្ថានបានធ្វើការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលបញ្ញកោណដំណាក់កាលទី1ផ្ដោតសំខាន់ទៅលើការប្រែប្រួលអាកាសធាតុភាពស្អាតបៃតងនិងចីរភាពក្នុងនាមភាពជាដៃគូសម្រាប់លំនៅឋានហើយយើងបានធ្វើការងារច្រើនឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុហើយសមិទ្ធផលដែលយើងទទួលបាននាថ្ងៃនេះជាការចូលរួមចំណែកក្នុងការកាត់បន្ថយនៅចំនួនទឹកភ្លៀងនៅក្នុងឃុំវារិញស្រុកព្រៃនប់នៃខេត្តព្រះសីហនុនាឱកាសនោះអាដាមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុក៏បានថ្លែងអំណរគុណក្រសួងបរិស្ថាននិងអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ UN Habitat បានជ្រើសរើសយកខេត្តព្រះសីហនុអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះទទួលបានជោគជ័យនិងក្លាយជាគំរូល្អសម្រាប់កិច្ចគាំពារបរិស្ថានគ្រប់គ្រងតំបន់ឆ្នេរនិងសមុទ្រនៃខេត្តព្រះសីហនុសម្រាប់ប្រទេសកម្ពុជាហើយគម្រោងនេះបានអនុវត្តក្នុងឃុំចំនួន7នៃស្រុកព្រៃនប់រួមមានឃុំវារិញព្រៃនប់ទួលទទឹងសំរងទឹកល្អក់ទឹកថ្លាសាមគ្គីនិងសង្កាត់អូអុកញ៉ាហេងក្នុងក្រុងកំពង់សោមដែលមានអ្នកទទួលផលប្រមាណជា 34,500 នាក់ហើយជាមួយគ្នានោះផងដែរអាដាមម៉ាងស៊ីណេតអភិបាលខេត្តព្រះសីហនុបានថ្លែងអំណរគុណអង្គការ UN Habitat ដែលបានជួយកសាងដូចជា1ការសាងសង់ប្រព័ន្ធលូបង្ហូរទឹកភ្លៀងប្រវែងជាង2គីឡូម៉ែត្រនៅក្នុងឃុំវារិញជួយសម្រួលដល់ការបង្ហូរទឹកភ្លៀងបានល្អប្រសើរឡើងនិងកាត់បន្ថយហានិភ័យពីទឹកជំនន់នៅក្នុងតំបន់2ការសាងសង់ផ្ទះគំរូធន់ទៅនឹងការប្រែប្រួលអាកាសធាតុចំនួន11ខ្នងសម្រាប់គ្រួសារក្រីក្រងាយរងគ្រោះ
ព្រមទាំងបណ្ដុះបណ្ដាលជាងក្នុងសហគមន៍អំពីបច្ចេកទេសសង់ផ្ទះ 3. ការជួសជុលវាទឹកព្រែកខ្មែរនិងដំឡើងឧបករណ៍វាស់កម្ពស់ទឹករលកដើម្បីតាមដានកម្ពស់ទឹកសមុទ្រសីតុណ្ហភាពផ្សព្វផ្សាយដល់សហគមន៍អំពីគ្រោះហានិភ័យធម្មជាតិ 4. ដំឡើងឧបករណ៍ព្យាករណ៍អាកាសធាតុនៅមុខសាលាឃុំទឹកល្អក់ដើម្បីដល់ទិន្នន័យអាកាសធាតុនិងភាពសុក្រឹតនៅព័ត៌មានអាកាសធាតុប្រចាំថ្ងៃ 5. ការអភិរក្សស្ដារព្រៃកោងកាងឡើងវិញក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រ MFMA ព្រែកកំពង់ស្មាច់ដាំស្ដារកូនកោងកាងលើផ្ទៃដីជាង60ហិកតាបោះបង្គោលចំនួន100បង្គោលរៀបចំថ្នាលបណ្ដុះកូនកោងកាងនិងធ្វើការល្បាតដោយប្រព័ន្ធ Smartphone ជាប្រចាំទទួលបានលទ្ធផលល្អ